យប់មួយនៅកុកទួលស្លែងមានការប្រឡងនិយាយរឿងខ្មោចដណ្ដើមចៃលាភីទឹកប្រាក់100000រៀលចង្គៀងនេះទានរឿងខ្មោចជាឈ្មោះកម្មវិធីនេះដែលអ្នកផ្ដាំគំនិតគឺលោកចော့ពេលអ្នកសម្របសម្រួលអញ្ជើញឲ្យមានប្រសាសន៍បើកកម្មវិធីក្នុងទឹកមុខដ៏ស្វាហាប់លោកចော့មានប្រសាសន៍មួយស្ដាប់ទៅសែនតឹងទ្រូងជាបឋមខ្ញុំសូមអរគុណអ្នកសម្របសម្រួលដែលបានឲ្យខ្ញុំនិយាយបើកកម្មវិធីនិងសូមអរគុណបងប្អូនកូនក្មួយជាពិសេសនាងកញ្ញាទាំងអស់ហើយនឹងកូនក្មេងទូចនិងជាពិសេសបេក្ខជនប្រឡងទាំងឡាយដែលបានមានវត្តមាននៅទីកន្លែងនេះជាដំបូងខ្ញុំសូមជម្រាបសួរលោកបុត្រប្រធានផ្នែកអនាម័យប្រចាំនៅគុកទួលស្លែងជាទីគោរពដែលលោកបានជួយជ្រោមជ្រែងរៀបចំកន្លែងដ៏សមគួរសម្រាប់កម្មវិធីនេះបន្តទៀតខ្ញុំសូមជម្រាបសួរលោកសារ៉ានាយកគ្រប់គ្រងខាងប្រព័ន្ធអគ្គិសនីប្រចាំគុកទួលស្លែងដែលលោកបានសហការយ៉ាងហ្មត់ចត់ជាមួយយើងខ្ញុំដោយធ្វើការកាច់ប៉ារ៉ែតបិទភ្លើងអគ្គិសនីឲ្យងងឹតបង្កើតបរិយាកាសដ៏ព្រឺព្រួចសម្រាប់ពេលនេះនិយាយដល់ត្រឹមនេះលោកចော့គាត់ផ្អាកអស់មួយស្របក់ទុកឲ្យអ្នកចូលរួមទាំងឡាយបានសម្លឹងមើលជុំវិញខ្លួនហើយម្នាក់ឡើងព្រួយក្បាលព្រោះទីនោះងងឹតឈឹងមានតែពន្លឺជង្គៀងប្រេងកាត2មួយដាក់នៅកន្លែងអ្នកសម្របសម្រួលមួយទៀតដាក់នៅពីមុខលោកចော့ដែលកំពុងនិយាយមិនតែប៉ុណ្ណោះមានក្បាលខ្មោចជ័រចន់ព្យួរឲ្យហោះទៅហោះមកតាមខ្យល់បក់លំមនឹងធ្វើឲ្យម្នាក់ញ័រស្ទើរអង្គុយមិនជាប់កៅអីទៅហើយអ្នកចូលរួមនៅពេលនោះមានប្រហែលជា20នាក់ដែលសិតសឹងជាអ្នកចូលចិត្តស្ដាប់រឿងខ្មោចខំទិញសម្បុត្រចូលរួមដែលសម្បុត្រមួយមានតម្លៃ2000រៀលលោកចော့ក៏បន្តទៀតសូមជម្រាបសួរផងដែរដល់លោកស៊ុនលីមេក្រុមសន្តិសុខដែលលះបង់ពេលវេលាជួយឆោការពារខ្មោចព្រាយបិសាចមិនឲ្យមករំខានអុកឡុកកម្មវិធីតមកទៀតសូមជម្រាបសួរលោកយាយលោកកាទាំងអស់ជាទីគោរពសូមជម្រាបសួរបងប្អូនកូនក្មួយទាំងឡាយជាទីស្រឡាញ់រាប់អានជាពិសេសសូមជម្រាបសួរបេក្ខជនដែលបានចុះឈ្មោះប្រឡងនិយាយរឿងខ្មោចហើយជាពិសេសជាងនេះទៅទៀតសូមជម្រាបសួរដល់បងប្អូនដែលកំពុងអង្គុយនៅខាងក្រោយស្ដាប់ខ្ញុំមិនសូវឮជាជនក្រោយនិងជាពិសេសបំផុតសូមជម្រាបសួរគណៈមេប្រយោគទាំងអស់ដែលកំពុងអង្គុយនៅតុជាមួយនឹងខ្ញុំដែរនេះដូចជាលោកផានលោកស្រីពៅនិងលោកគណៈមេប្រយោគចុងក្រោយម្នាក់ទៀតគឺខ្ញុំឈ្មោះចော့ជាពិសេសខ្ញុំមិនភ្លេចទេគឺខ្ញុំសូមជម្រាបសួរដល់ប្រលឹងខ្មោចទាំងអស់ដែលបានស្លាប់នៅក្នុងគុកនេះដែលជាទីគោរពនិងជាទីកំពុងតែរកនឹកពាក្យឌីអ៊ីមិនឃើញអ្នកអង្គុយស្ដាប់ប៉ុន្មានអ្នកក៏ស្រែកឡើងលមមឈប់ជម្រាបសួរហើយកុំស៊ីម៉ោងច្រើនពេកចូលកម្មវិធីទៅនៅតែជាពិសេសរហូតនឹងថ្មណាបានស្ដាប់រឿងខ្មោចពួកយើងទិញសម្បុត្រនោះស្ដាប់រឿងខ្មោចមិនមែនចង់ស្ដាប់គេជម្រាបសួរគ្នាទេឬបែបនេះលោកចော့ក៏ស្ងាត់មាត់រួចអ្នកសម្របសម្រួលកម្មវិធីក៏និយាយឡើងខ្ញុំសូមជម្រាបសួរលោកយាយលោកតាអ៊ំពូមីងបងប្អូនតូចជាថ្មីចូលកម្មវិធីទៅនៅគួរសមបែបហ្នឹងដល់ភឺមិនទាន់ចូលកម្មវិធីបានផងសំលេងអ្នកចូលរួមស្រែកអ្នកសម្របសម្រួលធ្វើមុខភ្លឺមើលតែក្រដាសដែលខ្លួនសរសេរទុកអានគិតមិនទាន់ឃើញត្រូវអានរំលំកន្លែងណាឯអ្នកចូលរួមចេះតែស្រែកឲ្យចូលកម្មវិធីធ្វើឲ្យអ្នកសម្របសម្រួលនោះឡើងវង្វេងតែបន្ទាប់មកគេក៏ញត់ក្រដាសទៅក្នុងហៅប៉ៅខោហើយតាំងចិត្តនិយាយដោយមិនបាច់អានថាអញ្ចឹងចូលកម្មវិធីប្រឡងតែពេលនេះបេក្ខជនយើងមានចំនួនតែ2នាក់ទេហេតុនេះបើបងប្អូនទាំងអស់នៅទីនេះចង់ចូលរួមប្រឡងយើងឃ្លៀងនឹងចាប់ទទួលចុះឈ្មោះបន្ថែមពីពេលនេះតែដើម្បីកុំឲ្យបងប្អូនទន្ទឹងរង់ចាំយូរឃ្លៀងសូមអញ្ជើញលោកសំរិទ្ធជាបេក្ខជនទី1ឡើងមកនិយាយរឿងមួយមានចំណងជើងថាទេសចរស្ថាននរកហើយសូមជម្រាបថាអ្នកចូលរួមទាំងអស់មានសិទ្ធិឲ្យបន្ទុកដល់បេក្ខជនយើងដែរជឿវៀងដានិយាយដើមថាគណៈមេប្រយោគយើងនឹងស៊ីសំណូកអញ្ចឹងទេសូមបងប្អូនយកចិត្តទុកដាក់ស្ដាប់ហើយគិតថាតើរឿងណាស្ដាប់ទេគួរឲ្យខ្លាចជាងគេពឹងតែលើគណៈកម្មការក៏មិនកើតដែរព្រោះដូចជាបេក្ខជនទី1នេះគឺជាកូនប្រុសលោកចော့បង្កើតបាទអញ្ចឹងដល់ពេលហើយលោកសំរិទ្ធឡើងមកឈរនិយាយនៅកន្លែងខ្ញុំនេះមកហើយសូមតាក់ដៃជូនគាត់មួយផង